ជាទូទៅមនុស្សគ្រប់រូបរស់នៅពុំសូវមានទំនួលខុសត្រូវចំពោះខ្លួនឯងទេហើយក៏ពុំសូវមានទំនួលខុសត្រូវចំពោះគ្រួសារដែរអញ្ចឹងហើយបានជាខ្ញុំចង់ជម្រាបបងប្អូនថាសមាគមផ្នែកចំណាក់ស្រុកគឺជាគ្រួសារមួយបើជាគ្រួសារមួយមេគ្រួសារត្រូវតែមានទំនួលខុសត្រូវហើយសមាជិកគ្រួសារក៏ត្រូវតែមានទំនួលខុសត្រូវដែរចំណែកឯបងប្អូនទូទៅខ្ញុំសង្កេតឃើញដូចជាខ្វះនៅទំនួលខុសត្រូវហ្នឹងខ្លួនឯងបណ្ដោយឲ្យខ្លួនឯងខ្លាយទៅជាមនុស្សទុនជ្រាយទាំងចិត្តទុនជ្រាយទាំងកាយទុនជ្រាយទាំងបញ្ញាអញ្ចឹងបងប្អូនបណ្ដោយឲ្យខ្លួនឯងទុនជ្រាយរបស់3យ៉ាងហ្នឹងគឺបងប្អូនពិបាកឈរជើងរស់នៅក្នុងសង្គមណាកាលណាយើងទុនជ្រាយនៅកន្លែងអស់ហ្នឹងគឺត្រូវបានគេធ្វើបាបត្រូវបានគេបោកប្រាស់ត្រូវបានគេមើលងាយហើយមិនត្រឹមតែបងប្អូនមិនមានទំនួលខុសត្រូវលើខ្លួនឯងទេអ្នកខ្លះទៅរៀបការយកប្តីយកប្រពន្ធមកបង្កើតជាគ្រួសារមួយអត់មានទំនួលខុសត្រូវលើគ្រួសារទៅទៀតបណ្ដោយឲ្យគ្រួសារនោះខ្វះបាយហូបខ្វះសម្លៀកបំពាក់ខ្វះថ្នាំពេទ្យខ្វះអីចឹងទៅអញ្ចឹងគឺឃើញទេយើងបង្កើតគ្រួសារមួយងាយណាស់ប៉ុន្តែរឿងដែលទទួលខុសត្រូវនៅក្នុងជីវភាពគ្រួសារការគ្រប់គ្រងគ្រួសារការផ្ដល់ប្រដីសុខឲ្យគ្រួសារការការពារគ្រួសារការបង្កើតកិត្តិយសឲ្យគ្រួសារគឺជារឿងលំបាកអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនចេះតែចង់បង្កើតគ្រួសារទេបង្កើតគ្រួសារត្រូវមានទំនួលខុសត្រូវគ្រប់យ៉ាងនៅលើគ្រួសារហើយរឿងគ្រួសារនេះគឺជារឿងលំដាប់កដាលទេមានរហូតទៅដល់បុគ្គលជាច្រើនទៀតបង្កើតជាក្រុមបង្កើតជាបកបង្កើតជាចលនាហើយពួកគេដើរតែបង្កើតបែបហ្នឹងបង្កើតរហូតទៅដល់មានកូនមានចៅគ្រប់គ្រងខ្លួនរាប់រយរាប់ពាន់នាក់ប៉ុន្តែគេពុំមានទំនួលខុសត្រូវនៅក្នុងការដោះស្រាយការរស់នៅរបស់កូនចៅរបស់ខ្លួនឡើយជាក់ស្ដែងខ្ញុំក៏លេចឃើញនៅក្នុងសង្គមខ្មែរយើងរាល់ថ្ងៃមានច្រើនណាស់ក្រុមតិចសមាគមនេះតិចបកនោះបន្តិចចលនានេះចលនានោះហើយអ្នកគ្រប់គ្រងទាំងអស់រស់នៅរប៉ាតរប៉ាយគ្មានរបៀបគ្មានសណ្ដាប់ធ្នាប់គ្មានការទទួលខុសត្រូវអ្នកខ្លះអត់បាយអ្នកខ្លះអត់ការងារធ្វើអ្នកខ្លះទទួលការធ្វើទុកបុកម្នេញអំពីអ្នកនេះអ្នកនោះអ្នកខ្លះគ្រោះថ្នាក់ចេះគ្រោះថ្នាក់ចុះប៉ុន្តែពុំមានអាណាព្យាបាលដែលជាអ្នកបង្កើតអ្នកដែលបង្កើតចលនាក្រុមបកនោះចេញមុខមកទទួលខុសត្រូវលើសមាជិកខ្លួនឡើយហើយសូម្បីតែសមាជិកខ្លួនឯងនឹងទៀតរស់នៅតាមរបៀបអាណាធិបតេយ្យអត់មានវិន័យអត់មានការទទួលខុសត្រូវនៅក្នុងនាមខ្លួនជាសមាជិកទេអាថ្នាក់ដឹកនាំខាងលើវាអត់មានទទួលខុសត្រូវក្នុងនាមជាថ្នាក់ដឹកនាំនៅក្នុងនាមជាម៉ែឪដែលបង្កើតគេទេទុកឲ្យគេពិបាកបបិណ្ឌគ្រប់រឿងអាថ្នាក់គ្រប់គ្រងខាងក្រោមនឹងអត់បំពេញតួនាទីជាអ្នកគ្រប់គ្រងជាកូនជាចៅទេឬអ្នកខ្លះធ្វើដាច់ខ្យល់ស្លាប់ទៅអ្នកខ្លះមិនធ្វើក៏អង្គុយហីណាភាពអយុត្តិធម៌មួយកើតឡើងនៅក្នុងក្រុមបកទាំងអស់នឹងណាគ្រប់គ្នាអញ្ចឹងហើយបានជាពួកយើងធ្វើឲ្យផ្ទុយអំពីគេបង្កើតគ្រួសារខ្មែរចំណាក់ស្រុកមកគឺបង្កើតដើម្បីឲ្យគ្រួសារនេះคล้ายទៅជាគ្រួសារមួយដែលរស់នៅណាប្រកបទៅដោយសន្តិភាពនិងសុខដុមរមនាអត់មានការជិះជាន់នៅក្នុងនឹងទេអត់មានអ្នកណាធ្វើការក៏ធ្វើទៅអ្នកណាអត់ធ្វើការអត់ធ្វើទៅទេធ្វើអីគឺចូលរួមធ្វើទាំងអស់គ្នាបានហូបទាំងអស់គ្នាអត់ទាំងអស់គ្នាអត់ឲ្យមានការជិះជាន់លោកធំដូចស៊ីស៊ូវីឡា45ពុនចុង45ហ្នឹងលុយឡានមិនខ្វះចំណែកឯកូនថ្នាក់កំពេចកំប៉ុករហៅតែបាយហូបអត់មានពួកយើងអត់បណ្ដោយឲ្យអញ្ចឹងទេណាមូលដ្ឋាន5យ៉ាងរបស់ពួកយើងតម្រូវការជាមូលដ្ឋាន5យ៉ាងរបស់ពួកយើងគឺគ្រប់គ្នាត្រូវតែទទួលបានទាំងអស់គ្នាគ្រប់គ្នាត្រូវតែទទួលបានទាំងអស់គ្នាទី1គឺចំណីអាហារសម្លៀកបំពាក់ថ្នាំពេទ្យទីជម្រកនិងគូទទួលការបាននៅការជួយបណ្ដុះបណ្ដាលសតិបញ្ញាដើម្បីឲ្យខ្លួនឯងរឹងមាំផ្នែកផ្លូវចិត្តទទួលបានទាំងអស់គ្នាហើយក៏ត្រូវបំពេញតួនាទីទាំងអស់គ្នាដែរបងប្អូនទាំងអស់គ្នាត្រូវបំពេញតួនាទីក្នុងនាមជាសមាជិកគ្រួសារចេះជួយឆ្អាលចេះស្រឡាញ់គ្នាចេះជួយគ្នា
ម្នាក់គ្រប់គ្រងកូនក្រុមរបស់ខ្លួន10នាក់ហើយ10នាក់នឹងចេះជួយគ្នាទៅវិញទៅមកធ្វើកិច្ចការសហការជាមួយមេក្រុមដែរកូនក្រុមសហការជាមួយមេក្រុមក្នុងនាមជាសមាជិកថ្នាក់ដឹកនាំកម្ពុជាខាងលើបំពេញតួនាទីក្នុងនាមជាម៉ែឪទាំងអស់គ្នាគឺជួយគ្នាទៅវិញទៅមកណាអត់យកគំរូតាមក្រុមបដតីទេណាបងប្អូននៅទីនេះណាអានឹងជំរាបបងប្អូនទៅហើយបើបងប្អូនយល់ឃើញថាវិន័យនៅក្នុងនេះតឹងបងប្អូនអាចចាក់ចេញបានរដ្ឋាទេខ្ញុំមិនចូលចិត្តរស់នៅជាមួយរដ្ឋាឯងទេតឹងចងាប់អាមេគេបងអស់នោះត្រូវមើលកូនចៅកុំឲ្យអាណាអត់ហូបកុំឲ្យអាណាអត់សម្លៀកបំពាក់កុំឲ្យអាណាគេធ្វើបាបអូយបាក់ណាស់លេងចង់ធ្វើមេហើយដល់ពេលអាកូនចៅខាងក្រោមឲ្យចេះស្រឡាញ់គ្នាមើលថែគ្នាទៅវិញទៅមកជួយជ្រុំជ្រែងគ្នាអាណិតគ្នាទៅវិញទៅមកហូយពិបាកណាស់មិនរស់នៅជាមួយគ្រួសារចំណាក់ស្រុកអីនឹងទេទៅរស់នៅជាមួយបាក់ផ្សេងវិញស្រួលជាងអាណាធិបតេយ្យណាអាណាខ្លាំងអានឹងស៊ីឆ្អែតអាណាខ្សោយអានឹងដេកអត់ខ្ញុំអត់ចង់រស់នៅជាមួយទេអាសមាគមបែចំណាក់ស្រុកហ្នឹងវាវិន័យតាំងពេកណាបានស៊ីទាំងអស់គ្នាអត់អស់គ្នាចឹងអត់ចេះរស់នៅជាមួយទេបងប្អូនមានសិទ្ធិចាក់ចេញទៅរស់នៅជាមួយបាក់ផ្សេងក្រុមផ្សេងបានណា